សួស្តីនៅក្នុងវីដេអូនេះខ្ញុំសូមមកនិយាយខ្លះៗពាក់ព័ន្ធនឹងព័ត៌មានដែលខ្ទឹមល្បីតាក់ទងនឹងការផិតក្បត់ប្រពន្ធក្បត់ប្តីឬក៏ប្តីក្បត់ប្រពន្ធនឹងវាអាចបណ្ដាលមកពីបញ្ហាផ្លូវចិត្តដែរឬទេវាអាចពាក់ព័ន្ធវាអាចពាក់ព័ន្ធនឹងផ្លូវចិត្តដែរប៉ុន្តែវាមិនផ្ទាល់ទេបញ្ហាហ្នឹងគឺវាពាក់ព័ន្ធជាមួយនឹងការកិរិយាច្រើនជាងជំងឺផ្លូវចិត្តប៉ុន្តែបើវាពាក់ព័ន្ធគឺអាចពាក់ព័ន្ធជាមួយនឹងimpulse control បុគ្គលនឹងគាត់ខ្សោយគឺសំដៅទៅដល់ការគិតនិងការគ្រប់គ្រងអារម្មណ៍របស់គាត់នឹងមិនបានល្អអញ្ចឹងថាខ្សោយអាហ្នឹងហើយមួយទៀតគឺបញ្ហាអារម្មណ៍របស់គាត់នឹងគាត់អាចមានបញ្ហា stress បញ្ហាបាក់ទឹកចិត្តឬក៏បញ្ហាជំងឺថប់អារម្មណ៍ច្រើនអញ្ចឹងដែលធ្វើឲ្យគាត់នឹងទៀមទាច្រើនលើសពីតម្រូវការឧទាហរណ៍ថាគាត់មានដៃគូអញ្ចឹងទៅដោយសារតែគាត់មានបញ្ហាថប់អារម្មណ៍គាត់ត្រូវការយកចិត្តច្រើនពីមនុស្សជុំវិញខ្លួនអញ្ចឹងជាហេតុផលមួយធ្វើឲ្យគាត់មានអំពើផិតក្បត់ហើយមួយទៀតគឺបញ្ហា self esteem គាត់ទាប self esteem នឹងសំដៅដល់ត្រូវការទទួលស្គាល់ពីអ្នកដទៃខ្ពស់អញ្ចឹងហើយគាត់ចង់បានឲ្យអ្នកដទៃនឹងឃើញតម្លៃគាត់ច្រើនជាងខ្លួនឯងអញ្ចឹងជាហេតុផលមួយធ្វើឲ្យគាត់នឹងឈានទៅដល់អំពើផិតក្បត់ដែរមួយទៀតគឺបញ្ហាក្នុងទំនាក់ទំនងរបស់គាត់ផ្ទាល់គឺការប្រស្រ័យតាក់ទងមិនល្អស្រាប់ហើយនៅក្នុងជីវិតប្រចាំថ្ងៃរបស់គាត់ក៏ដូចជាដៃគូរបស់គាត់ឬក៏ការមិនពេញចិត្តនឹងជីវិតគូរបស់គាត់នឹងមកហើយបើករណីកម្រមួយទៀតគឺអាចពាក់ព័ន្ធជំងឺផ្លូវចិត្តតែម្ដងគឺជំងឺ hypersexual disorder តែជំងឺហ្នឹងយើងមិនអាចសន្មត់តាមរយៈយើងខ្លួនឯងផ្ទាល់ទេអាហ្នឹងយើងសង្កេតមើលដែរទៅលើរោគសញ្ញាទូទៅរបស់វាយើងត្រូវដឹងថា hypersexual disorder ហ្នឹងវាជាស្ថានភាពមនុស្សម្នាក់ដែលគាត់មានចំណង់ផ្លូវភេទខ្លាំងហើយនឹងអាកប្បកិរិយាផ្លូវគាត់ធ្វើអាកប្បកិរិយាផ្លូវភេទគាត់ញឹកញាប់រហូតដល់គ្រប់គ្រងខ្លួនឯងអត់បានហើយបង្កផលប៉ះពាល់ទៅដល់ជីវិតរស់នៅប្រចាំថ្ងៃរបស់គាត់អញ្ចឹងវាអាចនឹងមានអំពើផិតក្បត់ដែរអញ្ចឹងណាសញ្ញាទូទៅគឺអ្នកដែលមាន hypersexual disorder ហ្នឹងគឺគាត់ព្យាយាមគិតទៅលើរឿងផ្លូវភេទហ្នឹងរហូតអញ្ចឹងជាប្រចាំអញ្ចឹងអាចជប់ខ្លួនឯងបានទេហើយអ្នកខ្លះទៀតគឺគាត់ប្រើរឿងផ្លូវភេទហ្នឹងដើម្បីគេចពី stress ឬអារម្មណ៍អវិជ្ជមានរបស់គាត់ហើយក្រោយមកពីគាត់ធ្វើរឿងហ្នឹងហើយមិនគាត់មានអារម្មណ៍ថាខ្លួនឯងខុសក្រោយពីគាត់ធ្វើរួចអីចឹងទៅhypersexual disorder ហ្នឹងគឺមិនមែនមានន័យថាចូលចិត្តផ្លូវភេទច្រើនទេវាជាការមានបញ្ហាទៅលើការគ្រប់គ្រងដូចគ្នាគឺ impulse control របស់ខ្សោយអានេះយើងត្រូវតែពិភាក្សាជាមួយនឹងខាងផ្លូវចិត្តចឹងណានឹងតែមានតែប៉ុណ្្នឹងទេសម្រាប់ចែកម្លែកដល់អ្នកនរខ្ញុំ